ចាប់តាំងពីរាជរដ្ឋាភិបាលដាក់វិធានការលើបទល្មើសនេសាទមន្ត្រីអាជ្ញាធរត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់ចាប់តាំងពីរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការពង្រីកការទប់ស្កាត់និងការបង្ក្រាបបទល្មើសនេសាទក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បានសហការអនុវត្តការងារយ៉ាងសកម្មដើម្បីការពារធនធានជលផលនិងការធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពដើម្បីឲ្យវិធានការនេះទទួលបានផលជាក់ស្ដែងមន្ត្រីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងស្មើភាពនិងដំណាភាពប្រកបដោយរាល់សកម្មភាពនេសាទខុសច្បាប់ដូច្នេះការប្រើប្រាស់ឧបករណ៍នេសាទហាមឃាត់ការនេសាទក្នុងតំបន់ការពារឬក្នុងរដូវហាមឃាត់និងសកម្មភាពផ្សេងៗដែលបំផ្លាញធនធានជលផលទន្ទឹមនឹងនោះអាជ្ញាធរគួរបន្តពង្រឹងការល្បាតនិងត្រួតពិនិត្យសហការជាមួយសហគមន៍មូលដ្ឋានផ្សព្វផ្សាយច្បាប់និងការអប់រំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីសារៈសំខាន់នៃការអភិរក្សធនធានជលផលការចូលរួមរបស់ប្រជាពលរដ្ឋគឺជាកត្តាសំខាន់ក្នុងការទប់ស្កាត់បទល្មើសនេសាទនិងការថែរក្សាធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយការអនុវត្តវិធានការដោយទទួលខុសត្រូវនិងបន្តភាពជាប់លាប់និងរួមចំណែកកាត់បន្ថយបទល្មើសនេសាទការពារជីវៈចម្រុះក្នុងប្រព័ន្ធអេកូឡូស៊ីក្នុងទឹកនិងលើកកម្ពស់ជីវភាពរបស់ប្រជានេសាទដែលប្រកបដោយស្របច្បាប់